ថ្ងៃនេះគឺថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិឬក៏ diploma ភាសាសាមញ្ញថាប្រឡងទី9ចូលទី10បាទគណៈពេលនេះគឺម៉ោង7ជាងបាទម៉ោង7កន្លះបាទឃើញថាបងប្អូនសិស្សានុសិស្សគាត់បានចូលប្រឡងអស់ហើយបងប្អូនបាទស្ងាត់ជ្រាបបាទហើយប្រឡងអស់ហើយសម្រាប់បងប្អូននៅវិទ្យាល័យចរន្តសាសនាមណ្ឌលប្រឡងវិទ្យាល័យចរន្តសាសនាបាទសាលាវិទ្យាល័យចរន្តសាសនាគឺស្ថិតនៅភូមិច័ន្ទក្រស្នាឃុំច្រេះស្រុកមេសាងខេត្តព្រៃវែងបាទចឹងមណ្ឌលគឺស្ងាត់ឈឹងហើយបងប្អូនបាទបងប្អូនសិស្សានុសិស្សគឺគាត់កំពុងតែប្រយុទ្ធបាទកំពុងតែប្រឹងប្រែងហើយពុកម្ដាយនៅផ្ទះនិយាយតាពុកម្ដាយក៏គាត់ចិត្តគិតអីបារម្ភអីចេញចុះអីដែរបាទតែមិនអីទេបងប្អូនបាទកូនចៅយើងគាត់រៀនសូត្របាទគាត់រៀនសូត្រទៅគាត់ចេះគាត់ជាប់ហើយបាទមិនអីទេសម័យឥឡូវតែចេះជាប់ហើយបងប្អូនបាទអត់មានប្របាក់អីទេបាទព្រោះឥឡូវអត់មានការបោះប្រយ៉ងអត់មានអីទេហ្នឹងហើយអត់មានញ៉ៃញ៉ៃអីដូចជំនាន់មុនទេជំនាន់មុនរៀងញ៉ៃញ៉ៃតិចញ៉ៃញ៉ៃឬបោះប្រយ៉ងមកអីខ្លះចឹងណាបងប្អូនបាទហ្នឹងហើយដោយការខ្ញុំអីខ្ញុំជីកង់មកប្រឡងបាទមួយមិត្តភ័ក្ដិមួយពូម៉ាក់ក្នុងចុងដូចជាចុងឆ្នាំ2006បាទចុងឆ្នាំ2006ដល់2005ហ្នឹងប្រហែលជា2006ជាដូចជាភ្លេចទៅជាកង់មកប្រឡង diploma បាទប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិហ្នឹងបាទគឺនៅវិទ្យាល័យចរន្តសាសនាក្នុងចំណងហ្នឹងគឺមានការបោះប្រយ៉ងទូទាំងអីចឹងបងប្អូនបាទបោះប្រយ៉ងមកអីហើយសប្បាយមួយយ៉ាងដែរបងប្អូនការបោះប្រយ៉ងហ្នឹងហ្នឹងហើយយើងប្រឡងបាទការប្រឡងហ្នឹងគឺប្រព្រឹត្តទៅចំនួន2ថ្ងៃទេបាទគឺថ្ងៃទី6ខែកក្កដាបាទឆ្នាំ2021និងថ្ងៃទី7ខែកក្កដាបាទឆ្នាំ2026បាទហើយលទ្ធផលក៏នឹងចេញឆាប់ដែរមិនយូរទេបាទហើយម្យ៉ាងដែរបងប្អូនតាំងពីកែប្រែទៅគឺបងប្អូនសិស្សានុសិស្សអត់មានពិបាកធ្វើដំណើរទៅប្រឡងឆ្ងាយដូចមុនទេបាទកាលជំនាន់មុនជំនាន់អ៊ំពូបេងបងប្អូនមុនបាទគឺទៅប្រឡងខុសពីសាលាខ្លួនឯងដែលកំពុងរៀនណាបាទហ្នឹងហើយឧទាហរណ៍ថាខ្ញុំរៀននៅអនុវិទ្យាល័យកណ្ដាលវិជ័យអញ្ចឹងទៅដល់ពេលមកប្រឡងសញ្ញាបត្រ diploma ហ្នឹងបាទទី9ឡើងទី10ហ្នឹងគឺខ្ញុំមកប្រឡងនៅវិទ្យាល័យចរន្តសាសនាហ្នឹងបាទនឹងមុនណាឥឡូវបងប្អូនស្រួលរៀននៅសាលាណាប្រឡងនៅសាលានោះអត់ប្របាក់ធ្វើដំណើរណាអត់ប្របាក់ធ្វើដំណើរទៅណាទៅនេះទេបាទអញ្ចឹងវីដេអូនេះមានប៉ុណ្ណឹងបងប្អូនអរគុណជម្រាបលាបាទ